បងណាខ្លះដែលមានអារម្មណ៍ថានៅក្នុងខែ11ហ្នឹងគឺខ្លួនឯងស្រោចខ្លាំងមែនតែនទាំងដែលលេខអត្តរាស័យខ្លួនឯងគឺមិនលាក់ឆុងទេប៉ុន្តែក្នុងខែ11គ្រាន់តែបើកក្បាលមកភ្លាមអាសាឈឺក្នុងផ្ទះមានរឿងរហូតលុយរកបានប្រមាណក៏មិនសល់ចេះតែចំណាយហើយបន្តិចបន្តិចចាំទៅឆ្លោះគ្នាចិត្តតែមួយម៉ែក្តៅកាហាយឥតឈប់ចាហើយឈឺច្រើនទៀតបើខ្លួនឯងមិនឈឺក៏កូនឈឺក៏ប្តីឈឺចេះតែមានរឿងហោហាយអញ្ចឹងណាអញ្ចឹងនៅក្នុងខែ11ហ្នឹងបើសិនជាមានរឿងស្រោចបែបហ្នឹងត្រៀមគឺមានពេលលាល្អមួយនៅក្នុងខែ12ត្រូវនឹងថ្ងៃទី1ខែ12បងប្អូនសូមត្រៀមនៅក្នុងការធ្វើកិច្ចទាំងអស់នេះតាមខ្ញុំដើម្បីអីលាងសម្អាតនៃមន្ទិលនៅក្នុងខែចាស់ឲ្យជ្រះស្រឡះហើយលាបនៅក្នុងខែថ្មីចូលមកដល់ជាប្រក្រតីបងប្អូនដែលมันមានឆ្នាំលាក់ឆុងនៅក្នុងខែ11ទេប៉ុន្តែយើងសោយរហូតរឿងមកអត់ឈប់អញ្ចឹងបងប្អូនត្រូវតែលាងសម្អាតភាពចង្រៃភាពខ្មួលខ្មាញ់នៅក្នុងខែចាស់ដើម្បីបើកពន្លឺនៅក្នុងខែថ្មីអញ្ចឹងកំណត់យកថ្ងៃទី1ខែ12ជាគោលហើយវេលាល្អគឺចន្លោះពីម៉ោង6ព្រឹកដល់ម៉ោង9អូខេបងប្អូនមានទឹកចាទឹក1កធុនអញ្ចឹងទៅបងប្អូនប្រើអំបិលចំនួន7ស្លាបព្រាចា7ស្លាបព្រាណាដាក់ទៅចាហើយបងប្អូនដែលចង់ឲ្យខ្លួនឯងហ្នឹងបញ្ជាអំពីគ្រោះជំងឺបងប្អូនត្រូវថែមវត្ថុពីរមុខទៀតទី1គឺសម្បកក្រូចសើចចាទី2គឺម្រះព្រៅបងប្អូនដាក់ចូលទៅហើយបងប្អូនត្រាំជើងរបស់ខ្លួនឯងនៅថ្ងៃទី1ពេលវេលាម៉ោង6ព្រឹកដល់ត្រឹមម៉ោង9ហើយត្រាំចន្លោះពី20នាទីរហូតដល់33នាទីអូខេនៅពេលដែលត្រាំហើយហ្នឹងពេលដែលបងប្អូនត្រាំជើងហ្នឹងបងប្អូនអាចដាស់អារម្មណ៍ដាស់រូបភាពដាស់អ្វីល្អល្អនឹកដល់គុណឪពុកម្ដាយឬក៏គុណអ្វីដែលល្អល្អបារមីល្អល្អដើម្បីស្រូបចូលក្នុងចិត្តបងប្អូននិងបន្ធូរអារម្មណ៍ដល់ដង្ហើមមួយចេញចូលបន្ធូរសម្ពាធខ្លួនឯងណាគិតឲ្យខ្លួនយើងនឹងប្រមូលអារម្មណ៍ល្អល្អតាំងពីក្បាលយើងរហូតមកដល់ជើងអញ្ចឹងរសាយទឹកឲ្យអស់បន្ទាប់ពីត្រាំហើយបងប្អូនយកទឹកហ្នឹងទៅជះចោលកណ្ដាលផ្លូវណាក៏បានឲ្យតែផ្លូវធំណាជះចោលហើយនិយាយថាគ្រោះចាក់ទាំងឡាយភាពមិនល្អភាពសោយខែចាស់ទៅឲ្យអស់1 ពី 3 ជិះអញ្ចឹងណាជិះទៅឲ្យអស់អូខេបន្ទាប់ពីធ្វើហើយបងប្អូនត្រៀមទឹកចំនួន1ផ្តិលឬក៏1ធុងទៀតចាដើម្បីងូតជំរះនៃមន្ទិលឬក៏ប្រោះនៅក្នុងផ្ទះជាធម្មតាបើបងប្អូនចង់ងូតក៏បានចង់ប្រោះក៏បានដែរប្រោះហ្នឹងបើមានទឹកទឹកមកផ្តិលទៅណាបងប្អូនត្រូវអប់ទឹកហ្នឹងជាមួយផ្កាម្លិះឬចាវត្ថុទាំងឡាយណាដែលមានភាពក្រអូបដូចជាទឹកអប់បាញ់ចូលឈិតទៅបើសិនជាអាចបងប្អូនអុជធូបក៏បានដែរដើម្បីបួងសួងនឹកដល់គុណព្រះពុទ្ធពធព្រះសង្ឃគុណមេដាបិតាគុណបារមីគុណគ្រូបាធ្យាយអីចឹងដើម្បីឲ្យលោកបំពេញពលិក្នុងទឹកមុនហ្នឹងហើយយកស្លឹកម្រះព្រៅចាស្លឹកម្រះព្រៅក៏បានស្លឹកតទឹមក៏បានស្លឹកដើមរាសីក៏បានដែរចាល្អដូចគ្នាប៉ុន្តែបើបានដើមរាសីយកអាត្រួយអាចុងកំពូលណាចាយកមកប្រោះនៅក្នុងផ្ទះរបស់យើងដើម្បីហើយលាបចូល1 ពី 3លាបតូចលាបធំលាប6ផ្ដុំពីទិសទាំង8ចូលមកឲ្យច្រើនក្នុងផ្ទះខ្ញុំដើម្បីឲ្យមានភាពត្រជាក់ត្រជុំនិងលាបចូលសំណាងចូលពេញ1ខែបើមានគ្រោះទាំងឡាយក៏សូមផាត់ទឹកឲ្យអស់អញ្ចឹងប្រោះទៅឲ្យពេញមុខផ្ទះយើងនឹងហើយក្នុងផ្ទះយើងទៀតកាន់តែល្អបន្ទាប់មកទឹកដែលនៅសល់យើងច្រូចនៅមុខផ្ទះរបស់យើងដើម្បីច្រូចឲ្យផ្សព្វពេញមុខផ្ទះណាចាឲ្យសព្វពេញមុខផ្ទះទៅបងប្អូនអាចលុបមុខសិនក៏បានដែរមុននឹងច្រូចមុននឹងស្រោចទឹកទាំងអស់ហ្នឹងណាចាអាចលុបមុខសិនទៅចាំច្រូចក៏បានឬក៏ច្រូចតែម្ដងក៏បានព្រោះយើងប្រោះហើយថៃគេអាហ្នឹងក្នុងករណីពីរយ៉ាងហ្នឹងទី1ចំពោះបងប្អូនដែលអាសាមានអារម្មណ៍ថាមានជំងឺច្រើនគួរត្រាំទឹកហ្នឹងឲ្យលើសអំពី30នាទីក៏ល្អដែរតែចំពោះបងប្អូនដែលសោយច្រើនចង្រៃច្រើនណាពេលត្រាំជើងនឹងហើយចាយកទឹកដែលខ្ញុំលើកឡើងពីដើមទីហ្នឹងណាដែលមានដាក់អំបិលមានដាក់អីហ្នឹងយកអាសបកក្រូចសើចហ្នឹងជាមួយនឹងស្លឹកនេះហ្នឹងមកខាត់ជើងយើង
ពីជង្គង់ចុះទៅក្រោមឬក៏ពីផ្លូវចុះទៅក្រោមខាត់ចឹងដៃចេញទៅផ្លូវចេញទៅចង្អែចេញទៅគ្នាដៃនឹងខាត់ទៅចេញទៅឲ្យអស់ពេលដល់ធ្វើអញ្ចឹងណាគឺនឹង boost នៃកម្លាំងឬក៏ថាមពលវិជ្ជមានចូលមកក្នុងខ្លួនបងប្អូនព្រោះពេលដែលបងប្អូនអង្គុយត្រាំហ្នឹងគឺបងប្អូនតាំងសតិតាំងចិត្តតាំងកាយស្រូបយកថាមពលល្អហើយអញ្ចឹងកន្លែងហ្នឹងគឺល្អមែនតើហើយចំពោះបងប្អូនដែលមានយ័ន្តបិតាវេស្សវណ្ណដូចអ្នកគ្រូឬក៏យ័ន្តបិតាកណេសដូចអ្នកគ្រូបែបនេះបងប្អូនក៏អាចនឹកគុណដល់ព្រះអង្គទាំងពីរឲ្យជួយបងប្អូននៅក្នុងការកម្ចាត់នៃឧបទ្រពក៏ដូចជាឧបសគ្គពិសេសព្រះអង្គកណេសបងប្អូនសំខាន់សម្រាប់ការបើកមុខនៅក្នុងខែថ្មីបងប្អូនដែលអត់ទាន់មានយន្តព្រះអង្គកណេសទេបងប្អូនបើមានល្អសម្រាប់ការធ្វើកិច្ចបើកមុខនៅក្នុងខែថ្មីព្រោះព្រះអង្គជួយកម្ចាត់ឧបសគ្គនិងបើកពលិលៀបហើយព្រះអង្គវេស្សវណ្ណទ្រង់ជួយកម្ចាត់នៃគ្រោះភាពមួម៉មមន្ទិលនិងភាពចង្រៃឧបទ្រពអញ្ចឹងមិនថាបើសិនជាបងប្អូនមានយន្តទាំងពីរនេះដាក់តាមខ្លួនណាពេលធ្វើកិច្ចអាចអុជធូបដើម្បីទូលសុំឲ្យលោកជួយបានដូចគ្នាអញ្ចឹងនឹងធ្វើឲ្យកាន់តែមានរិទ្ធនៅក្នុងខែថ្មីហ្នឹងគឺយើងហេងពេញមួយខែនឹងរកលុយបានតែបញ្ជាក់ណាការធ្វើនេះគឺសម្រាប់បងប្អូនទាំងឡាយដែលលាក់ឆុងក៏អាចធ្វើបានដែលមិនលាក់ឆុងក៏អាចធ្វើបានហើយយន្តទាំងពីរក៏ដូចគ្នាបងប្អូនដែលលាក់ឆុងប្រើទៅដើម្បីជួយបញ្ជះគ្រោះកែយីអ៊ុនឲ្យមានសំណាងបងប្អូនដែលអត់លាក់ឆុងទេដាក់ទៅនឹងកាន់តែមានសំណាងហើយការពារខ្លួនឲ្យកាន់តែមានលៀបតទៅទៀតចាចំពោះបងប្អូនដែលចង់ជាយន្តអ្នកគ្រូមានយន្តពីរប្រភេទដើម្បីណែនាំជូនបងប្អូនយន្តទី1គឺយន្តព្រះអង្គវេស្សវណ្ណស័ក្តិសមបំផុតសម្រាប់បងប្អូនដែលសម្បូរទៅដោយអ្នកឈ្លាននេះចាញ់ផ្ចាល់និងបៀតបៀនបងប្អូនចំពោះទាំងរឿងផ្លូវក្នុងហើយនិងរឿងផ្លូវក្រៅព្រោះយន្តព្រះអង្គវេស្សវណ្ណអាចជួយបញ្ជះនៃគ្រោះបានជួយបញ្ជះនៃអមនុស្សក៏ដូចជាមុនខ្មៅបានដូចគ្នាយន្តទី2គឺយន្តព្រះអង្គកណេសបងប្អូនដែលជាយន្តព្រះអង្គកណេសគឺនឹងទទួលបាននៅលាភជ័យនិងការប្រទានពរឲ្យមានលាភមានភ្ញៀវមានសំណាងហូរចូលមានលុយហូរចូលច្រើនទ្រព្យគង់លៀបគង់ហើយក៏ជួយទប់ស្កាត់និងបញ្ជះនៃគ្រោះបិទមុខផ្សេងដូចគ្នាបងប្អូនអាចជាយន្តទាំងពីរនេះក៏បានដែរដើម្បីរួមផ្សំគ្នាទាំងការការពារនិងទាំងការទទួលបានលៀបទាំងពួងណា